ធ្លាប់ជាប់ពន្ធនាគារករណីគ្រឿងញៀនម្ដងហើយមិនរៀងចាល់ចេញមកវិញលួចម៉ូតូគេមិនទាន់បានលក់ផងត្រូវប៉ូលីសខេត្តសៀមរាបចាប់បានស្រេចខេត្តសៀមរាបជនសង្ស័យម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធករណីគ្រឿងញៀនប៉ុន្តែមិនរៀងចាល់បានចេញមកហើយធ្វើសកម្មភាពលួចម៉ូតូចំនួន1គ្រឿងនៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាបកាលពីថ្ងៃទី31ខែឧសភាឆ្នាំ2026កន្លងទៅត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបធ្វើការខកខ្លួនសារជាថ្មីម្ដងទៀតការខាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះនិងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍តូហួតសុធីស្នងការនគរបាលខេត្តសៀមរាបកម្លាំងនគរបាលក្រុងសៀមរាបបានចុះទៅដល់កន្លែងកើតហេតុនិងបើកការស្រាវជ្រាវយ៉ាងម៉ត់ចត់រហូតដល់កំណត់បានអត្តសញ្ញាណនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន1នាក់មានឈ្មោះមួនកំហៀងហៅវីតភេទប្រុសអាយុ19ឆ្នាំមុខរបរមិនពិតប្រាកដមានស្រុកកំណើតនៅភូមិវាលសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាបនិងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាបជនសង្ស័យរូបនេះធ្លាប់មានប្រវត្តិជាប់ពន្ធនាគារខេត្តសៀមរាបចំនួន1ករណីរយៈពេល1ឆ្នាំ6ខែពាក់ព័ន្ធករណីគ្រឿងញៀនជាមួយគ្នានេះសមត្ថកិច្ចបានដកហូតម៉ូតូម៉ាកកាម៉ាកគូប្រូពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប 1AU 1489ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះមកវិញនៅវេលាម៉ោង 14:00 នាទីនៅថ្ងៃទី2ខែមិថុនាឆ្នាំ2026ស្ថិតនៅចំណុចភូមិមណ្ឌល3សង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែនហើយមានបំណងយកទៅលក់ប៉ុន្តែមិនទាន់បានសម្រេចផងក៏ត្រូវសមត្ថកិច្ចខកខ្លួនបានតែម្ដងសមត្ថកិច្ចក៏បានធ្វើតេស្តស្វែងរកសារធាតុញៀនតាមទឹកនោមលើជនសង្ស័យផងដែរដោយទទួលបានលទ្ធផលអវិជ្ជមានវត្ថុតាំងដកហូតមានម៉ូតូចំនួន1គ្រឿងបានប្រគល់ជូនជនរងគ្រោះវិញបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញព្រមមិនទាន់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធីច្បាប់